អនាគតយើងសាងដោយខ្លួនឯងល្អឬអាក្រក់គឺនៅត្រង់ខ្លួនរបស់យើងជីវិតគឺជារបស់ដែលធម្មជាតិប្រគល់ឲ្យវាស្រេចតែយើងប្រើវាក្នុងផ្លូវល្អឬអាក្រក់ប៉ុណ្ណោះទឹកចិត្តដែលល្អវាបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនមនុស្សគឺមេត្តាករុណាមុទិតានិងឧបេក្ខាអ្នកណាប្រមាថភ្លេចខ្លួនក៏ដោយចុះយើងកុំប្រមាថអ្នកណាដេកលក់សប្បាយក៏ដោយចុះយើងព្យាយាមដឹងខ្លួនអប់រំចិត្តទូមានចិត្តបុគ្គលឆ្លាតយល់ដល់រឿងនេះហើយរមែងស្ទុះលឿនទៅមុខដូចជាសេះជើងល្អរត់ចោលសេះខ្ចោជើងដូច្នោះត្រីរស់ក្នុងទឹកព្រមហែលបញ្ច្រាស់ទឹកជានិច្ចមានតែត្រីងាប់ទេដែលអណ្ដែតបណ្ដោយទៅតាមខ្សែទឹកនោះមនុស្សត្រូវតែតស៊ូចំពោះនឹងឧបសគ្គបុគ្គលដែលបណ្ដែតបណ្ដោយជីវិតទៅតាមជោគជតាក៏ដូចជាត្រីស្លាប់យ៉ាងដូច្នោះឯងនៅក្នុងសង្គមមនុស្សរមែងដល់នៅភាពធំទៅបានគឺត្រូវឲ្យអ្នកដទៃលើកដំកើងប៉ុន្តែភាពជាធំខាងផ្លូវចិត្តវិញនោះគឺយើងត្រូវលើកដោយខ្លួនឯងជីវិតជារបស់កណ្ដាលកណ្ដាលមានប្រយោជន៍ក៏មានឥតប្រយោជន៍ក៏មានបានฝึกหัดអប់រំចិត្ត